bà đi ngày Tết bóng ổn bàn ngày dương vậy thì tôi tình năng lượng Facebook Meta mà đó bóng ổn nhưng khi ta mua được dạng đi đôi chi mà khai vậy đó cha Việt Nam năm people là phải phèn Facebook updateการแต่ครั้งแต่เลยประชาชน AI หนึ่ง tool ថ្មីหนึ่ง template ថ្មីបង្កើតដើម្បីឲ្យយើង testing ក្នុងការ book page របស់យើងខ្ញុំអ្នកកាន់ផ្ទាល់ខ្ញុំអ្នកធ្វើផ្ទាល់ចូលរយៈពេលច្រើនឆ្នាំដែរហើយចង់6-7ឆ្នាំដែរតែខ្ញុំឃើញថាពេលដែល Facebook កាន់តែ update គឺបញ្ហាកាន់តែច្រើនគឺស៊ីលុយអញ្ចឹងបើនិយាយទៅដូចជាមុខរបររបស់ Facebook ដូចយើងនិយាយចេះបាទបងប្អូនជាមុខរបររបស់គេអាហ្នឹងគេចង់ធ្វើមិនក៏បាន set មិនក៏បានវាយើងតាមគេអត់ទាន់ទៅលើ template ទៅលើ set អីផ្សេង ad set មួយគឺយើងអត់អាចទៅរួចទេសម្រាប់2025នេះគឺកាន់តែតឹងទៅលើ ad នីមួយទោះបងប្អូនសេរីចាប់គោលដៅអតិជនចំក៏ដោយទោះមិនចំក៏ដោយទោះអូតូម៉ាទិកឲ្យប្រព័ន្ធ AI ចាប់ក៏ដោយក៏មិនប្រកាសថាមានប្រសិទ្ធភាពដែរ AI ទៅលើ Facebook ឥឡូវនេះគឺបញ្ហាខ្លាំងហ្មងគឺអត់តន់ដើរស្រួលទេអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនដែលអ្នកប្រើប្រាស់អ្នកកាន់ page ជាទូទៅឥឡូវគឺពិបាកខ្លាំងហើយនៅលើវិស័យ online គឺតឹងខ្លាំងមែនតើទៅលើការ book page ចំណាយលុយចោលអត់ប្រយោជន៍ហ្មងនិយាយទៅដូចចិញ្ចឹមក្រុមហ៊ុន Facebook អញ្ចឹងខ្ញុំអត់ដឹងថា Facebook មានបុគ្គលិកអាចដឹងពីទៅលើអតិជនដែលអ្នកប្រើប្រាស់ដែលអ្នកដូចរលុយឲ្យ Facebook អញ្ចឹងតើ Facebook បានដឹងអត់ទេបងប្អូនហ្នឹងជាអ្វីដែលយោបល់របស់ខ្ញុំអញ្ចឹងណាព្រោះអត់ដូចជំនាន់មុន Facebook ឲ្យតែថាដាក់លុយ book មិនបាច់ដាក់ច្រើនបងប្អូនដាក់តែ$5មួយថ្ងៃក៏អតិជនឆាតបងប្អូន30-40ដែរឆ្លើយចំមិនតាន់ផងតែឥឡូវនេះទោះបងប្អូនដាក់លុយច្រើនប៉ុណ្ណាក៏ដោយក៏អត់ដើរដែរក៏មិនប្រកាសថាដើរដែរព្រោះ Facebook update ខ្លាំងចាប់គ្រប់ហ្មងបងប្អូនទៅលើ tool ទៅលើ template នីមួយចាប់តាំងពីរូបភាពតាំងពីការផុសតាំងពី caption តាំងពីទំហំតាំងពី color និយាយទៅចាប់ទាំងអស់ទូវីដេអូបងប្អូនកាត់តមកខ្លួនឯងមិនបានជា copyright របស់គេផុសក៏ Facebook ចាប់ខ្លាំងហ្នឹងអញ្ចឹងអ្វីដែលខ្ញុំមើលឃើញនៅលើវិស័យ online ឥឡូវនេះគឺតឹងទៅលើការ book page អញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនដែលរកស៊ី online គឺជួបបញ្ហាជាច្រើននៅលើការ book page ហើយ